សនាបាននៅរូបភាព highlight បាទនៅក្នុងការប្រកួតបាទទាំង90នាទីតែម្ដងបាទដំណើរបាទដល់ស្វាហាប់បាទរបស់កីឡាករទាំងសងខាងបាទដើរចេញមកលើទីលានបាទនៅកីឡដ្ឋានពហុកីឡដ្ឋានជាតិអូឡ িম্প ិកកម្ពុជាបាទដើម្បីត្រៀមបាទក្នុងការចាប់ផ្ដើមការប្រកួតបាទសប្តាហ៍ទី20នៃលីកបាល់ទាត់កំពូលបាទរបស់កម្ពុជារដូវកាលឆ្នាំ2025-2026បាល់កែចេញពីជើងបាទរបស់ក្រុមម្ចាស់ផ្ទះបាទគឺបឹងកេតបាទផ្ដើមឲ្យមានការប្រកួតកើតឡើងបាទដោយមានការសម្រុកបាទពីក្រុមភ្ញៀវខាងវិសាខាបាទមួយលើកហើយមួយលើកទៀតប៉ុន្តែបាទគឺមិនបានសម្រេចទេដោយត្រង់នេះបាទប៉ះរបាទីហើយនឹងឱកាសផ្សេងទៀតបាទពីការតែតបាទតែស៊ូតណាវ៉ាបាទជួយបានបាទស័កសមណាស់បាទជា player of the match បាទកីឡាករល្អប្រចាំការប្រកួតបឹងកេតក៏មានឱកាសបាទសុទ្ធសម្រុកទៅវិញដែរប៉ុន្តែក៏មិនសម្រេចគ្រាប់បាល់ដូចគ្នាដែរបាទត្រង់នេះបាទដែលពិសុទ្ធបាទតែទៅបាទណាវ៉ាជួយបានបាទហើយការសុទ្ធរបស់ពិសុទ្ធថែមទៀតក៏មិនសម្រេចគ្រាប់បាល់បាទ B1 បាទក៏សុទ្ធមិនចំគោលដៅដែរបាទត្រង់ចំណុចនេះបាទខាងបឹងកេតសម្រុកទៀតបាទសុទ្ធដោយលូវីសាបាឡាក៏មិនចំគោលដៅបាទហើយការលើកពីស្លាបមកបាទក៏មិនបានដែរបាទត្រង់នេះហើយបាទចុងវគ្គទី1បាទ B1 និងខាន់សុបិនបាទធ្វើមិនបានសម្រេចអញ្ញាកដាលក៏ផ្លុំកញ្ចែបាទបញ្ចប់ការប្រកួតនៅវគ្គទី1បាទដោយ0-0ចាប់ផ្ដើមវគ្គទី2បន្តទៀតបាល់កែចេញបាទពីក្រុមភ្ញៀវវិសាខាវិញម្ដងបាទឱកាសបាទមានជាហូហែបាទមុខទីបាទក្រៅប្រអប់បាទសុទ្ធផងតែតផងក៏នៅតែមិនសម្រេចបាទផាក់ជុងប៊ីនត្រង់នេះបាទមួយជើងមិនចំគោលដៅទេបាទផាក់ជុងប៊ីនបាទហើយបាល់ជ្រុងបាទអ្នកចាំទីព្យាយាមបាទការពាររហូតបាទមានការប៉ះគ្រាបន្តិចបន្តួចដែរបាទសម្រុកទៅសម្រុកមកបាទត្រង់នេះកក្កដាបញ្ជូនទៅឲ្យអ៊ីវែលចាក៏មិនសម្រេចដែរបាទបាល់ល្អច្រើនណាស់បាទសាលីមនឹងក៏ព្យាយាមជួយបាទវិសាខាក៏ព្យាយាមបុកបាទខ្សែការពារក៏សហការគ្នាកន្លែងនេះបាទផាក់ជុងប៊ីនវិសបានមកគ្រាប់នៅតែមិនចំគោលដៅគ្រាប់បាល់ក៏មិនសម្រេចឡើងបាទហើយបឹងកេតសុទ្ធដែរបាទចុងម៉ោងទៅនេះបាទអ្នកចាំទីចាប់បានហើយការតែតមួយទៀតចុងម៉ោងបាទមិនសម្រេចបាទវិសាខាព្យាយាមបុកក៏បុកមិនធ្លាយបាទតែតចុងម៉ោងកន្លែងនេះបាទក៏មិនបានទៀតបាទពីសុផាណាត់ដែលចុងក្រោយញ៉ាកដាក៏ផ្លុំកញ្ចែបាទបញ្ចប់ការប្រកួតតែម្ដងបាទជាមួយនឹងលទ្ធផលបាទគឺ0-0បាទរវាងបឹងកេតហើយនឹងវិសាខាបាទ